ខ្ញុំឈ្មោះស៊ូនៀនឈីងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបាន3ឆ្នាំបានចំណាយពេលវេលាអស់ពី7 ឆ្នាំនៅក្នុងគ្លីនិកសហគមន៍តូចមួយដែលស្មើនឹងជីវិតវ័យក្មេងគ្មានក្នុងបង្អែកគ្មានអ្វីទាំងអស់តើជីវិតរបស់ខ្ញុំត្រឹមតែប៉ុណ្ណេះមែនទេតើកញ្ចក់នេះកំពុងបញ្ចេញពន្លឺឬខ្ញុំកំពុងតែយល់សប្តិនេះវាជារឿងអ្វីទៅក្លាហានណាស់ដែលហ៊ានចូលមកក្នុងតំបន់ហាមឃាត់នៃព្រះបរមរាជវាំងខាងកើតស្រីបិសាចម្នាក់នេះមកពីណាប្រហែលជាគិតក៏ហើយសូមព្រះករុណាមានបន្ទូលបង្គាប់ចុះអូវាទៅប្រហារជីវិតទៅនេះខ្ញុំបានឆ្លងភពមែនទេលើកនេះស្លាប់ពិតប្រាកដហើយទើបតែឆ្លងភពម្ដងក៏ត្រូវគេកាត់ទោសប្រហារជីវិតបាត់ទៅហើយរកវិធីរស់ឲ្យបានសិនព្រះករុណាព្រះរាជបុត្រាដែលកំពុងផ្លាស់ប្ដូរនោះគឺកំពុងតែរងទុក្ខព្រះបង្គំមានវិធីព្យាបាលឥឡូវនេះពីបានជ្រាបចូលទៅក្នុងគ្រួសារបាននៅតែបន្តព្យាបាលតាមរូបមន្តរបស់ពេទ្យលួងនឹងមិនអាចឆ្លងផុតរាត្រីនេះទេមនុស្សគ្រប់គ្នាស្ងាត់ស្រីបិសាចមកពីព្រៃភ្នំឯណានេះក្លាហានណាស់ដែលហ៊ានមកនិយាយពាក្យមិនសមរម្យនៅចំពោះព្រះរាជបុត្រាជារាជវង្សានុវង្សតើឲ្យឃាតករដូចជាឯងមកប៉ះពាល់បានដោយព្រះករុណាសូមព្រះអង្គប្រហារស្រីបិសាចនេះភ្លាមទៅពេទ្យលួងកុំប្រញាប់ចង់ឲ្យព្រះករុណាប្រហារជីវិតខ្ញុំខ្លាំងពេកខ្ញុំមើលទៅឃើញថាអ្នកមិនហ៊ានទទួលស្គាល់ភាពអសមត្ថភាពរបស់ខ្លួនឯងសោះព្រះករុណាទូព្រះបង្គំមានមធ្យោបាយសង្គ្រោះប្រសិនបើមិនអាចសង្គ្រោះព្រះរាជបុត្រាបានទេព្រះបង្គំសុខចិត្តស្លាប់ព្រះករុណាស្រីម្នាក់នេះស្រាប់តែលេចមុខមកប្រហែលជាព្រះរាជបុត្រាមានដួងចិត្តដែលមិនទាន់ដល់ទីបញ្ចប់អ្នកទាំងឡាយថយចេញទៅអនុញ្ញាតឲ្យនាងព្យាបាលបើព្យាបាលមិនជាយើងនឹងឲ្យគ្រួសារអ្នកទាំងអស់គ្នាស្លាប់តាមអ្នកបានព្យាបាលព្រះរាជបុត្រាឲ្យជាសះស្បើយហើយប្រាប់មកចង់បានរង្វាន់អ្វីព្រះករុណាទូព្រះបង្គំចង់បើកហាងលក់ថ្នាំនៅក្នុងរាជធានី Leave the High ប្រទាន Miss 100ដំឡឹងព្រមទាំងប្រទានលិខិតអនុញ្ញាតបើកចំនួនដែលមានត្រាព្រះរាជហត្ថលេខាព្រះរាជបញ្ជាសូមជូនពរមានឈីងចាប់ពីថ្ងៃនេះទៅក្នុងដែនដីតាអាននេះឃើញលិខិតនេះប្រៀបដូចជាឃើញព្រះករុណាផ្ទាល់អនុញ្ញាតឲ្យអ្នកបើកហាងថ្នាំនិងធ្វើចំនួនមន្ត្រីរាជការមិនអាចរារាំងបានឡើយអ្នកណាដែលរំលោភនឹងមានទោសប្រហារជីវិតសូមអរព្រះគុណព្រះករុណានាងឈីងទីបំផុតអ្នកព្រមជួបខ្ញុំហើយខ្ញុំដឹងថាការខាតបង់ប្រាក់230,000នោះមិនមែនជាពេលវេលាល្អទេប៉ុន្តែខ្ញុំក៏ចង់រកលុយឲ្យបានលឿនដែរដើម្បីឲ្យយើងមានលុយទិញផ្ទះធំនៅពេលរៀបការខ្ញុំក៏មិននឹកស្មានថាការចាប់ផ្ដើមអាជីវកម្មនឹងបរាជ័យដែរឥឡូវនេះម្ចាស់បំណុលមករារាំងដល់មុខផ្ទះខ្ញុំពិតជាអស់ផ្លូវដើរហើយនោះវាជាគ្រោះថ្នាក់ខ្ញុំត្រូវបានគេបោកប្រាស់ឲ្យលេងល្បែងពីរដងខ្ញុំចង់រកលុយសងដំវិញដើម្បីទិញចិញ្ចៀនឲ្យអ្នកនាងឈីងពេលឆ្នាំមកនេះខ្ញុំបានបោះបង់ឱកាសឡើងតំណែងដើម្បីអ្នករវល់តែរត់តាមអ្នករាល់ថ្ងៃអនាគតខ្ញុំគ្មានសល់ក្នុងនាមអ្នកជាមិត្តស្រីរបស់ខ្ញុំតើការជួយខ្ញុំមិនមែនជារឿងដែលអ្នកត្រូវតែធ្វើទេស៊ូនាងឈីអេឯងសាកសួរមិនសកាឯងមើលពេលឆ្នាំមកនេះដែលឯងធ្វើការបន្ថែមម៉ោងរហូតយប់ចោលជានរណាដែលផ្ញើអាហារទៅឲ្យឯងតើជានរណាដែលមើលថែម្ដាយដែលពិការរបស់ឯងកូនប្រុសខ្ញុំចំណាយពេលវេលាវ័យក្មេង3ឆ្នាំអាជីពរបស់គេមិនមានតម្លៃស្មើនឹង23,000នេះទេមនុស្សមិនអាចអាត្មានិយមពេកទេថ្លៃខាតបង់ពេលវេលាវ័យក្មេងនិងថ្លៃអ្នកថែទាំនេះឯងត្រូវតែសងអ្នកលាឈប់ពីការងារព្រោះតែការបៀតបៀនមិត្តរួមការងារស្រីហើយត្រូវបានគេអ្វីដែលអ្នកហៅថាការមើលថែម្ដាយខ្ញុំនោះគឺជួនអ្នកថែទាំតម្លៃ3,000ក្នុងមួយខែហើយប្រាក់ទាំងអស់នោះគឺកាត់ចេញពីកាតរបស់ខ្ញុំនៅក្នុងការថតសម្លេងខ្ញុំទូរស័ព្ទដែលអ្នកទាំងពីរមកគំរាមកំហែងនៅមុខផ្ទះកាលពីនឹងការផ្សាយព័ត៌មានមិនពិតជាសាធារណៈខ្ញុំបានរាយការណ៍ប្រាប់ប៉ូលីសរួចហើយអ្នកចង់ដឹកដៃម្ដាយអ្នកចេញទៅឬចង់ចូលទៅអង្គុយក្នុងគុក2ឆ្នាំហេមនុស្សស្មោកគ្រោកបែបនេះគ្រាន់តែឃើញក៏ខ្ពើមដែរផ្លូវនៃការតស៊ូរបស់ខ្ញុំគឺស្ថិតនៅម្ខាងទៀតនេះវាជាថ្នាំដ៏អស្ចារ្យដែលឃើញផលភ្លាមតើថ្នាំនេះជារបស់ទឹកពីឋានសួគ៌មែនទេអ្នកគ្រប់គ្រងសុនពិតជាមានភ្នែកល្អណាស់300ដំឡឹងប្រាក់ប្រសិនបើកូនស្រីអាចសហការរយៈពេលវែងបានតម្លៃអាចនឹងពិភាក្សាគ្នាបានទៀតមានព្រះរាជសារពីព្រះករុណាស៊ូនាងឈីងមានគុណូបការៈក្នុងការសង្គ្រោះព្រះរាជបុត្រាប្រទានលិខិតអនុញ្ញាតបើកចំនួនជាពិសេសខ្ញុំចង់បើកហាងក្នុងរាជធានីលោកសូមពិនិត្យមើលចុះអូតើគឺជាលោកគ្រូពេទ្យស៊ូមែនទេមន្ត្រីតូចតាចផ្នែកបណ្ដោះដែលមិនបានដឹងពីការមកដល់របស់លោកគ្រូពេទ្យពិតជាមានទោសណាស់ខ្ញុំចង់ទិញផ្ទះទាំងជួរនៅផ្លូវណានចុងដើម្បីរៀបចំជាហាងថ្នាំផ្លូវណានចុងឯនោះឬកន្លែងនោះមានខ្មោចលងណាដល់ពាក់កណ្ដាលយប់តែងតែមានពន្លឺពណ៌ខៀវនិងសំឡេងខ្មោចយំវាជាកន្លែងដ៏គ្រោះថ្នាក់តើផ្លាស់ទៅកន្លែងផ្សេងបានទេភ្លើងខ្មោចក្នុងភ្នែករបស់ស៊ូនាងឈីខ្ញុំនោះគឺជាដីធ្លីតម្លៃថោកនិងជាអំណោយពីធម្មជាតិចុះផ្ទះទាំង5មួយក្នុងដែលជាប់គ្នានោះតម្លៃប៉ុន្មានកន្លែងដាច់ស្រយាលបែបនោះពុកសរុបទាំងអស់80ដំឡឹងប្រាក់ក៏គ្មានអ្នកណាហ៊ានយកដែរលោកអាយុកាន់តែច្រើនការពិនិត្យឯកសារប្រហែលជាពិបាកកញ្ចក់ដ៏អស្ចារ្យនេះសូមជូនដល់លោកដើម្បីជំនួសឯកសារអនុញ្ញាតនោះរបស់ទឹកពិតជារបស់ទឹកមែនឯកសារនឹងធ្វើឲ្យភ្លាមការរៀបចំដីនឹងធ្វើឲ្យភ្លាមកញ្ញាសូមមើលទំនិញនេះចុះសុទ្ធតែជាគុណភាពល្អបើទិញទៅយកទៅធ្វើជាអ្នកបម្រើគឺសមបំផុតអូយកញ្ញាដ៏ល្អរបស់ខ្ញុំតើកញ្ញាមិនមែនកំពុងនិយាយលេងជាមួយខ្ញុំទេ
មនុស្សទាំងនេះសុទ្ធតែជាទំនិញថ្នាក់ទាបដែលនៅសល់កន្លះឆ្នាំមកហើយអ្នកមើលនាងនេះចុះមុខរលាកអស់ហើយបើឃើញពេលយប់អាចធ្វើឲ្យមនុស្សភ័យស្លាប់ហើយនឹងនាងខ្លងម្នាក់នោះទៀតនិយាយមិនចេញឆ្អឹងខ្នងក៏នៅរឹងមាំខ្លាំងណាស់ទិញទៅក្រែងមិនមែនតែមិនអាចបម្រើគេបានទេថែមទាំងត្រូវឲ្យកញ្ញាបម្រើគេវិញទៀតកញ្ញាស្ដាប់ពាក្យខ្ញុំបន្តិចទៅផ្លាស់អ្នកផ្សេងទៅទំនិញថ្នាក់ទី4ក្នុងភ្នែកខ្ញុំពួកគេសុទ្ធតែជាត្បូងពេជ្រស្ត្រីម្នាក់នេះមានស្នាមរលាកនៅមាត់ដៃនោះគឺជាអ្វីដែលបន្សល់ទុកពីការធ្វើការងារធ្ងន់ជាច្រើនឆ្នាំទោះបីមុខនាងខូចប៉ុន្តែភ្នែកនាងផ្ចង់ខ្លាំងណាស់ភ្នែកគូនេះអាចគ្រប់គ្រងភ្លើងបានយ៉ាងត្រឹមត្រូវក្នុងពេលធ្វើម្ហូបចំណែកនាងខ្លងនេះមានស្នាមមញ្ចូលដ៏ម៉ត់ចត់នៅម្រាមដៃបញ្ជាក់ថានាងជាមនុស្សដែលទោះបីនិយាយមិនកើតប៉ុន្តែក៏អាចតាំងចិត្តធ្វើការងារដ៏ល្អិតល្អន់បានដែរហើយនារីអ្នកប្រមាញ់ម្នាក់នេះមានរាងកាយរឹងមាំខ្លាំងណាស់បើរាងកាយនេះត្រូវបានថែទាំឲ្យបានល្អអាចស្មើនឹងបុរសកំឡោះ3នាក់ឯណោះពិតជាកញ្ញាដែលមានភ្នែកមើលមនុស្សមិនខុសមែនក្នុងនៅកញ្ញាពេញចិត្តហើយខ្ញុំក៏មិនបាច់រង្វើវងដែរ5នាក់នេះបូកសរុបកញ្ញាឲ្យតម្លៃនេះចុះ30តម្លឹងប្រាក់នេះគឺឲ្យតម្លៃកញ្ញាដែលមានចិត្តចង់បានពិតប្រាកដ30តម្លឹងតើអ្នកគិតថាខ្ញុំជាមនុស្សល្ងងឬក្មេងស្រីម្នាក់នេះមានជំងឺសួតច្បាស់ណាស់បើមិនព្យាបាលមិនដល់ថ្ងៃភ្លៀងផងអ្នកប្រមាញ់ម្នាក់នេះមានរបួសជើងរ៉ាំរ៉ៃមិនអាចធ្វើការធ្ងន់បានអ្នកកំពុងកាន់ក្តៅដៃទាំងនេះទុកក្នុងដៃរាល់ថ្ងៃត្រូវខាតបង់ថ្លៃអាហារ10តម្លឹងប្រាក់យកលិខិតលក់ខ្លួនមកទីនេះភ្លាមបើមិនដូច្នោះទេអ្នករងចាំតែរៀបចំពិធីបុណ្យសពឲ្យពួកគេចុះហើយត្រូវខាតបង់ថ្លៃអង្គរថែមទៀតខ្ញុំមិនត្រឹមតែនាំពួកគេទៅទេអនាគតហាងថ្នាំរបស់ខ្ញុំត្រូវការអ្នកធ្វើការនិងអ្នកបម្រើសុទ្ធតែនឹងជ្រើសរើសពីអ្នកចង់រកលុយខ្មៅតែមួយលើកឬចង់សហការរយៈពេលវែងជាមួយខ្ញុំដែលជាគ្រូពេទ្យស៊ូដែលព្រះករុណាប្រទានសហការរយៈពេលវែងអូយលោកគ្រូពេទ្យស៊ូអ្នកគួរតែប្រាប់ឲ្យលឿនជាងនេះគឺជាខ្ញុំមានភ្នែកមិនដល់ខ្លួនទេយកព្រម10តម្លឹងក៏10តម្លឹងលិខិតកិច្ចសន្យាស្ថិតនៅនឹងខ្ញុំជីវិតពេលនេះគឺជារបស់អ្នករាល់គ្នាហើយក្រោកឡើងតាមខ្ញុំមកដោយសារបានទិញអ្នកទាំងអស់គ្នាហើយពីនេះទៅយើងជាគ្រួសារតែមួយប៉ុន្តែចូលផ្ទះត្រកូលស៊ូរបស់ខ្ញុំមានច្បាប់2យ៉ាងអ្នកណារំលោភខ្ញុំនឹងមិនលើកលែងឲ្យដាច់ខាតទី1ក្នុងផ្ទះនេះមិនចិញ្ចឹមមនុស្សខ្ជិលឡើយមនុស្សគ្រប់គ្នាត្រូវតែចេះអក្សរចាប់ពីពេលនេះទៅគឺជាគ្រូរបស់ពួកគេទី2កិច្ចការក្នុងបន្ទប់ខាងក្នុងគឺជាកន្លែងហាមឃាត់ដាច់ខាតក្រៅពីខ្ញុំអ្នកណាក៏មិនអាចចូលទៅបានឡើយបើចូលនឹងត្រូវបណ្តេញចេញពីផ្ទះភ្លាមអ្នកបម្រើគោរពតាមបញ្ជាសុខចិត្តបម្រើកញ្ញាដល់ទីបញ្ចប់ចាប់ពីថ្ងៃនេះទៅកុំភ្លេចឈ្មោះដ៏ឈឺចាប់ទាំងនោះចោលទៅឈ្មោះរបស់ពួកគេតាមលំដាប់គឺជាម៉ូឈៀងយានជិនយ៉ានកាន់យិនឈូហឺមានផ្ទះហើយក្រុមការងារស្នូក៏មានដែរអ្វីដែលនៅសល់គឺការកែប្រែកន្លែងនេះឲ្យក្លាយជាកន្លែងដ៏ល្បីល្បាញបំផុតក្នុងសម័យកាលនេះគឺជាមន្ទីរពេទ្យឯកជនបែបទំនើបដំបូងគេក្នុងរាជធានីតាអានគួរតែបើកសម្ពោធនៅលើផ្លូវនេះហើយអូពិតជារឿងមិនមែនជាភ្លើងខ្មោចមែនគឺជាឧស្ម័នធម្មជាតិដែលនៅក្រោមដីជ្រាបចេញពីស្នាមប្រេះជុកខ្យល់ក៏ឆេះដោយធម្មជាតិរបស់នេះក្នុងសម័យទំនើបហៅថាហ្គាសធម្មជាតិវាជារបស់មានតម្លៃណាស់កុំខ្លាចអីនេះគឺជាភ្លើងដីប្រសិនបើប្រើឲ្យបានត្រឹមត្រូវអាចប្រើសម្រាប់ស្ងោរទឹកឬធ្វើម្ហូបបានល្អជាងឧដដល់ទៅរាប់រយដងកញ្ញាតើពិតជាគ្មានគ្រោះថ្នាក់មែនទេមើលចុះពិតជាភ្លើងមិនបាច់ប្រើឧសមិនបាច់ប្រើឈូងចាប់ពីពេលនេះទៅធ្វើម្ហូបគឺប្រើរបស់នេះកម្លាំងភ្លើងថេហើយស្អាតស្អំស្អែកសាក់ប្រើវាទុំសុកមើលចុះដំណឹងខាងក្រៅនោះដំណឹងកាន់តែគួរឲ្យខ្លាចកាន់តែល្អគ្មានអ្នកណាហេនមករំខានយើងទើបបានស្ងប់ស្ងាត់កញ្ញាមានមនុស្សនៅក្រៅជញ្ជាំងមើលទៅមានមនុស្សចាប់ផ្ដើមតាមដានខ្ញុំហើយលោកគ្រូពេទ្យកុំនិយាយផ្ដេសផ្ដាស់អីដៃខ្ញុំនេះប្រហែលជាមិនអាចរក្សាទុកបានទេចង់បានលុយអាចរក្សាទុកបានមុខរបួសរលួយព្រោះតែវត្ថុស្មុគគ្រោកចូលទៅក្នុងលាងសម្អាតសាច់ដែលរលួយចេញឲ្យអស់តាក់ថ្នាំឲ្យរុំរបួស7ថ្ងៃបដូរថ្នាំម្ដងគឺបានហើយកូនក្តៅខ្លួនប៉ុន្មានថ្ងៃហើយ3ថ្ងៃហើយហាងថ្នាំផ្ទៃទៀតឲ្យថ្នាំមកកូនលេបមិនចូលទេរបស់ខ្ញុំនេះផ្អែមកូនអាចលេបបានបញ្ចុកទៅកន្លះម៉ោងក្រោយនឹងស្រកក្តៅខ្លួនអូកញ្ញាថ្ងៃនេះមានមនុស្ស47នាក់មកព្យាបាលជាអស់ហើយខាងក្រៅបានផ្សព្វផ្សាយដំណឹងរួចហើយថាពួកយើងជាទេវតាគ្រូពេទ្យកុំទាន់សប្បាយចិត្តពេកសមាគមពេទ្យភ្លួងបានផ្ញើលិខិតអញ្ជើញខ្ញុំក្នុងរយៈពេល3ថ្ងៃជាម៉ូតើអ្នកដឹងទេថាសមាគមពេទ្យភ្លួងនេះមានប្រភពមកពីណា 70% នៃចំនួនឱសថក្នុងរាជធានីស្ថិតក្នុងដៃពួកគេហាងថ្នាំដែលទើបបើកថ្មីបើមិនប្រកួតថវិកាឲ្យទេនឹងត្រូវគេកាត់ផ្ដាច់ប្រភពថ្នាំប្រើការផ្ដាច់មុខដើម្បីទាបសង្កត់អ្នករួមអាជីពវិធីសាស្ត្រនេះខ្ញុំឃើញញឹកញាប់ក្នុងសម័យទំនើបមិនទៅទេគេចង់ផ្ដាច់ក៏ផ្ដាច់ទៅខ្ញុំមានផ្លូវរបស់ខ្ញុំគ្មានមនុស្សកញ្ញាមិនមែនខ្ញុំមិនលក់ឲ្យទេគឺសមាគមពេទ្យភ្លួងបានប្រកាសហើយអ្នកណាហេនលក់ឲ្យហាងជីស៊ឺតាំងគឺកុំសង្ឃឹមថានឹងរកស៊ីក្នុងរាជធានីបានទៀតកញ្ញាក្នុងក្រុងគ្មានហាងណាហ៊ានគុតគង់ទេក្នុងក្រុងមិនបាន
ចុះក្រៅក្រុងកសិករដាំថ្នាំនៅជុំវិញរាជធានីតើអស្ចារ្យរបស់ពួកគេលក់ឲ្យសមាគមពេទ្យត្រូវគេគៀបតម្លៃទៀតប៉ុណ្ណានិយាយថាបានតែ 3% នៃតម្លៃលក់ចេញប៉ុណ្ណោះកសិករវេទនាខ្លាំងណាស់ខ្ញុំមនុស្សទៅប្រាប់ពួកគេថាខ្ញុំទទួលទិញក្នុងតម្លៃ 6% សហការរយៈពេលវែងមិនគៀបតម្លៃជាដាច់ខាតម្យ៉ាងទៀតទាំងនេះគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បណ្ដោះអាសន្ន15ថ្ងៃក្នុងរយៈពេល15ថ្ងៃនេះត្រូវបើកផ្លូវផ្គត់ផ្គង់នៅក្រៅក្រុងឲ្យបានប៉ុន្តែប្រសិនបើសមាគមពេទ្យលួងហ៊ានបិទផ្លូវក្រៅក្រុងផងនោះគេបិទហាងក្នុងក្រុងបានប៉ុន្តែមិនអាចបិទថ្នាំរាប់ពាន់រាប់ម៉ឺនដើមនៅលើភ្នំបានទេបើអាក្រក់បំផុតខ្ញុំនឹងឡើងភ្នំទៅបេះដោយខ្លួនឯងប្រធានសមាគមទូបីស៊ូនៀនឈីងមកចូលជួបក៏ដោយទឹកលិខិតនោះចោលទៅហេះមិនចេះដឹងខុសត្រូវផ្ដាច់ថ្នាំរបស់គេទៅមើលថាតើគេអាចទ្រាំបានប៉ុន្មានថ្ងៃបន្តផ្ញើមនុស្សទៅតាមដានមើលថាតើគេមានល្បិចអ្វីទៀតស៊ូនៀនឈីងសូមជួយកូនស្រីទូព្រះបង្គំផងហាងហួយឈុនតាងប្រាប់ថាជាជំងឺឈាមកកលេបថ្នាំ3ថ្ងៃហើយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅអូនេះមិនមែនជំងឺឈាមក៏ទេកូនស្រីរបស់អ្នកគឺជាជំងឺដុំសាច់ទើបចាប់ផ្ដើមគឺមានដុំសាច់មួយកើតនៅក្នុងពោះថ្នាំរំលាយឈាមដែលហួយឈុនតាងឲ្យមកមិនត្រឹមតែមិនមានផលថែមទាំងធ្វើឲ្យរលាកកាន់តែខ្លាំងចុះគួរធ្វើដូចម្ដេចទៅសំណាងឲ្យដែលនៅដំណាក់កាលដំបូងមិនចាំបាច់វះកាត់ទេខ្ញុំប្រើវិធីព្យាបាលបែបត្រជាក់និងសម្រាប់រោគទាំងលេបទាំងលាប3ថ្ងៃអាចគ្រប់គ្រងបាន7ថ្ងៃអាចព្យាបាលជាប៉ុន្តែ3ថ្ងៃនេះត្រូវដុំអាហារខ្លាញ់ផឹកតែទឹកបបបានហើយជឿម៉ូកត់រូបមុននេះទុករាល់4ម៉ោងត្រូវបដូរថ្នាំម្ដងអរគុណលោកគ្រូពេទ្យដ៏អស្ចារ្យអ្នកគ្រប់គ្រងឈាមមិនចាំបាច់បែបនេះទេមានរឿងមួយចង់សុំឲ្យអ្នកជួយហាងថ្នាំខ្ញុំត្រូវបានគេផ្ដាច់ប្រភពថ្នាំប្រសិនបើអ្នកមានទំនាក់ទំនងនៅក្រៅក្រុងក្រុមចំនួនគ្រួសារខ្ញុំនៅខេត្តទាំង3ភាគខាងត្បូងសុទ្ធតែមានលោកគ្រូពេទ្យស៊ូគ្រាន់តែសរសេរបញ្ជីមករឿងអស្រទុកចិត្តលើខ្ញុំចុះការបិទផ្លូវរបស់សមាគមពេទ្យលួងនឹងបរាជ័យដោយខ្លួនឯងព្រះរាជបុត្រាតើការសោយអាហារថ្មីនេះយ៉ាងណាដែរពេទ្យលួងប្រាប់ថារាងកាយទូព្រះបង្គំសោយឲ្យផឹកទឹកស៊ុបយិនសិនមួយចានជារាល់ថ្ងៃពិតជាមានបញ្ហាមែននេះមិនមែនជាទឹកស៊ុបធម្មតាទេខាងក្នុងលាយរបស់ដែលបំផ្លាញកម្លាំងរាងកាយជាប្រចាំបរិមាណតិចតួចណាស់មើលមិនឃើញក្នុងរយៈពេលខ្លីប៉ុន្តែសន្សំទុកយូរទៅតើជានរណាដែលហ៊ានធ្វើសកម្មភាពនៅជុំវិញព្រះរាជបុត្រាទឹកស៊ុបយិនសិននេះបំពន់ខ្លាំងពេកហើយរាងកាយព្រះអង្គនៅមិនទាន់ជាសះស្បើយល្អទេមិនអាចទ្រាំនឹងការបំពន់ខ្លាំងពេកបានទេទូព្រះបង្គំនឹងផ្លាស់ប្ដូររូបមន្តអាហារសម្រាប់ព្រះអង្គឲ្យស្រាលជាងនេះអ្វីគឺតាមលោកគ្រូពេទ្យស៊ូចុះលោកកងអាហាររបស់ព្រះរាជបុត្រាពីរនេះទៅប្រើតែរូបមន្តដែលខ្ញុំកំណត់ឲ្យប៉ុណ្ណោះទឹកថ្នាំដែលអ្នកអតីតផ្ញើមកមិនចាំបាច់ផឹកទេខ្ញុំយល់ហើយពេទ្យធ្លួងចៅដំណឹងពីក្នុងវាំងអាហាររបស់ព្រះរាជបុត្រាត្រូវបានបញ្ឈប់ថាជាលោកគ្រូពេទ្យស៊ូជាអ្នកផ្លាស់ប្ដូររូបមន្តគឺជានាងទៀតហើយលូយ៉ានមឹងឯងពិតជាតាមលងបន្លាចមិនឈប់មែនកុំទាន់ប្រញាប់ទុកឲ្យក្របកំភ្លើងហោះមួយសន្ទុះសិនរងចាំខ្ញុំប្រមូលភស្តុតាងឲ្យគ្រប់នឹងដោះស្រាយជាមួយឯងតែម្ដងការកាត់ផ្តាច់ប្រភពថ្នាំគ្មានប្រយោជន៍ទេស្ត្រីម្នាក់នោះមិនដឹងទៅយកថ្នាំថ្មីមកពីណាប្រភពថ្នាំរបស់ខ្ញុំត្រូវបាននាងតាក់ទាញទៅអស់ជាច្រើនអ្នកបើប្រជុំមុខឈ្នះនាងមិនបានផ្លាស់វិធីសាស្ត្រមួយទៀតពេលថ្ងៃក្រោយមានការជួបជុំពិនិត្យជំងឺដោយសប្បុរសនៅហ្វាំងថឹងគ្រូពេទ្យទាំងអស់ត្រូវតែទៅដល់តើអ្នកចង់ឲ្យនាងបាត់បង់មុខមាត់នៅចំពោះមុខសាធារណជនខ្ញុំបានរៀបចំអ្នកជំងឺម្នាក់រួចហើយតទៅពេលនោះបើនាងព្យាបាលមិនជានាងនឹងក្លាយជាអ្នកបោកប្រាស់ក្នុងសង្គមព្យាបាលជាក៏ព្យាបាលមិនជាថ្នាំនេះពេលផឹកចូលទៅរោគសញ្ញានឹងផ្លាស់ប្ដូរគ្រប់ទម្រង់ទោះបីជាទេវតាមកក៏មិនអាចបែងចែកបានដែរកញ្ញាអ្នកដែលយើងដាក់ក្នុងសមាគមពេទ្យលួងបានផ្ញើដំណឹងមកថាការជួបជុំនៅ3ថ្ងៃក្រោយពួកគេនឹងធ្វើសកម្មភាពលើកញ្ញាគេធ្វើរបៀបណាពួកគេបានឲ្យថ្នាំមនុស្សម្នាក់ទុកជាមុនដល់ពេលនោះឲ្យមនុស្សម្នាក់នោះមកខ្លាញ់ធ្វើជាមកព្យាបាលបើអ្នកព្យាបាលមិនជាពួកគេនឹងប្រកាសថាអ្នកជាអ្នកបោកប្រាស់នៅចំពោះប្រាជំងឺខ្លាំងៗមកពិបាកខ្ញុំឬពួកគេប្រហែលជាមិនដឹងទេក្នុងភ្នែកខ្ញុំជំងឺខ្លាំងៗងាយស្រួលមើលធ្លុះជាងជំងឺពិតទៅទៀតជាម៉ូទៅស៊ើបឲ្យច្បាស់ថាពួកគេប្រើថ្នាំអ្វីខ្ញុំចង់ឲ្យពួកគេលើកថ្មទម្លាក់ជើងខ្លួនឯងគឺចៅឆុងយៀនឆាន់ប៉ៃលីនក្នុងនៅអ្នកចង់បង្កើតល្បិចនៅចំពោះមុខសាធារណជនខ្ញុំនឹងធ្វើនៅចំពោះមុខសាធារណជនឲ្យអ្នកទាំងពីរអស់មុខមាត់ជាមិនខានលោកគ្រូពេទ្យស៊ូមានឈ្មោះល្បីល្បាញក្នុងរាជធានីការជួបជុំថ្ងៃនេះខ្ញុំបាននាំអ្នកជំងឺពិបាកព្យាបាលម្នាក់មកសុំការណែនាំមិនដឹងថាគ្រូពេទ្យស៊ូហ៊ានព្យាបាលនៅចំពោះមុខអ្នកទាំងអស់គ្នានេះទេសមាគមពេទ្យលួងនេះចង់មកស្វែងរកកំហុសច្បាស់ណាស់មានអ្វីមិនហ៊ានសូមចុះយ៉ាងណាដែរគ្រូពេទ្យស៊ូមើលមិនដឹងទេថាជាជំងឺអ្វីខ្ញុំមើលមិនឃើញថាគេមានជំងឺអ្វីមែនហាព្រោះតែគេគ្មានជំងឺតតែសោះ
អ្វីដែលនៅសេសសល់ក្នុងខ្លួនគេគឺថ្នាំពុលដែលគេចាក់បញ្ចូលទៅដោយបង្ខំគ្រាន់តែក្នុងរយៈពេល2ម៉ោងអាចបង្កើតរូបភាពនៃការក្តៅត្រជាក់ឆ្លាស់គ្នាដូចជាជំងឺដែលខូចប្រព័ន្ធក្នុងខ្លួនប្រធានសមាគមឈិនថ្នាំនេះជារូបមន្តផ្ដាច់មុខរបស់សមាគមពេទ្យលូមែនទេការនិយាយផ្ដេសផ្ដាសអ្នកកំពុងចោទប្រកាន់មិនពិតនេះគឺជាមនុស្សរបស់ខ្ញុំដែលរកឃើញដបថ្នាំដូចគ្នានៅក្នុងឃ្លាំងរបស់សមាគមពេទ្យលូនៅលើដបថ្នាំថែមទាំងមានចារិកសញ្ញារបស់សមាគមពេទ្យលូទៀតផងប្រធានសមាគមឈិនតើចង់ឲ្យបើកនៅចំពោះមុខអ្នកទាំងអស់គ្នាទេឲ្យអ្នកទាំងអស់គ្នាហិតក្លិនមើលហើយប្រៀបធៀបជាមួយក្លិនក្នុងមាត់របស់អ្នកជំងឺនេះលោកបងម្នាក់នេះលេបថ្នាំបន្សាបនេះចុះកន្លះម៉ោងក្រោយមករោគសញ្ញាคล้ายៗក្នុងខ្លួនអ្នកនឹងបាត់ទៅវិញតើអ្នកមកដោយស្ម័គ្រចិត្តឬត្រូវបានគេគំរាមកំហែងខ្ញុំត្រូវបានមនុស្សរបស់សមាគមពេទ្យលូចាប់មកណែគេថាបើមិនសហការគេនឹងធ្វើឲ្យគ្រួសារខ្ញុំគ្មានផ្លូវរស់វាឲ្យស្លាប់រួចបោះវាចេញទៅក្រៅប្រធានសមាគមឈិនចិត្តសប្បុរសធម៌របស់គ្រូពេទ្យអ្នកក្នុងនាមជាប្រធានសមាគមយ៉ាវវ៉ាងហួយមិនគិតសង្គ្រោះមនុស្សតែបែរជាប្រើថ្នាំពុលធ្វើបាបអ្នកដទៃរៀបចំផែនការដាក់អន្ទាក់មិត្តរួមអាជីពថ្ងៃនេះនៅចំពោះមុខប្រជាជនក្នុងរាជធានីតើអ្នកមានអ្វីចង់និយាយទៀតជុំទី1ខ្ញុំឈ្នះហើយប៉ុន្តែចៅឆុងយៀនមិនបានបង្ហាញខ្លួនទេកញ្ជ្រោងចាស់ក្បាលរឹងម្នាក់នេះទើបជាគូប្រកួតពិតប្រាកដបងស្រីមានអារម្មណ៍មិនស្រួលត្រង់ណាចូលមកខាងក្នុងមើលខ្ញុំមានជំងឺរបស់ស្រីនិយាយចេញមិនរួចទេមិនអីទេមកតាមខ្ញុំទៅខាងក្រោយនៅទីនេះមានតែខ្ញុំនិងជឺម៉ូនិងមិនមានអ្នកក្រៅទេរឿងនេះមិនមែនជារឿងអាម៉ាស់ទេវាគ្រាន់តែជាបញ្ហាសុខភាពក្នុងរាជការឆាប់ជាចាប់ពីពេលនេះទៅរៀងរាល់ថ្ងៃទី1នៃខែនឹងបើកថ្ងៃពិសេសសម្រាប់ស្ត្រីមិនគិតថ្លៃសេវាពីនិតទេអ្នកប្រាប់បងប្អូនស្ត្រីនៅក្នុងសង្កាត់ឲ្យមកទាំងអស់គ្នាអរគុណខ្លាំងណាស់គ្រូពេទ្យទេវតាស៊ូពួកយើងជាស្ត្រីក្រីក្រមិនដែលមានអ្នកណាអើពើឡើយនៅក្នុងសម័យកាលនេះស្ត្រីមានជំងឺបើទោះជាស្លាប់ក៏មិនហ៊ានជួបគ្រូពេទ្យដែរក្នុងនៅពេលដែលខ្ញុំមកដល់ខ្ញុំត្រូវតែផ្លាស់ប្ដូរចំណុចនេះមាននារីម្នាក់ស្លៀកពាក់ប្រណិតម្នាក់មកសុំពិនិត្យជំងឺសូមអញ្ជើញចូលមកកញ្ញាមានផ្ទៃមុខស្រស់ថ្លាជំហានដើរស្រាលស្រទន់ដើរមករកខ្ញុំសូម្បីតែឃ្លាប3ជំហានក៏ខ្ញុំអាចមើលដឹងថាមានលំនឹងនិងរឹងមាំអ្នកមិនមែនឈឺទេគ្រូពេទ្យទេវតាស៊ូពិតជាល្បីល្បាញមែនសូម្បីតែអាកាសធ្វើជាឈឺក៏មិនទុកឲ្យអ្នកអត់ទេធ្វើដែរមិនមែនមកពិនិត្យជំងឺទេចុះកញ្ញាមានអ្វីចង់និយាយក៏និយាយត្រង់មកខ្ញុំមកពីហាងពាណិជ្ជកម្មយួនជីនៃសៀលីងយួនថ្ងៃនេះមកជួបគឺចង់ចរចារឿងចំនួនមួយបើអាចសហការគ្នាបានថ្នាំរបស់អ្នកអាចលក់បានគ្រប់ទីកន្លែងចំណេញចែកគ្នា50យួនជីជាហាងពាណិជ្ជកម្មធំបំផុតមនុស្សម្នាក់នេះគួរឲ្យសហការប៉ុន្តែមិនអាចជឿជាក់ទាំងស្រុងបានទេរឿងសហការអាចជែកគ្នាបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយជួយស៊ើបឲ្យច្បាស់ឲ្យខ្ញុំតើអ្នកណាជាអ្នកគ្រប់គ្រងពិតប្រាកដនៅពីក្រោយសមាគមយ៉ាវវ៉ាងហួយគ្រូពេទ្យទេវតាស៊ូរួចរាល់ហើយឲ្យពេលខ្ញុំ5ថ្ងៃរកឃើញហើយអ្នកគ្រប់គ្រងធំបំផុតរបស់សមាគមយ៉ាវវ៉ាងហួយគឺចៅឆុងយៀននៃមន្ទីរពេទ្យរាជវាំងឆិនប៉ូរិនជាសិស្សច្បងរបស់គាត់ប្រាក់ចំណេញពីការផ្ដាច់មុខអស់របស់សមាគមយ៉ាវវ៉ាងហួយ 30% បានហូរចូលទៅក្នុងដៃរបស់ចៅឆុងយៀនពិតជាគាត់មែនថ្ងៃដែលប្រារព្ធកម្មវិធីពិនិត្យជំងឺដោយសប្បុរសគាត់លាក់ខ្លួននៅពីក្រោយខ្ញុំស្មានត្រូវតាំងពីដើមមនុស្សម្នាក់នេះធ្វើការនៅក្នុងរាជវាំងជាយូរមកហើយមាននូស្កូជ្រៅជ្រះតើគ្រូពេទ្យទេវតាស៊ូមានគម្រោងយ៉ាងណាមិនទាន់ធ្វើអ្វីគាត់ពេលនេះទេពីព្រោះត្រូវវាចំក្បាលចំណុចស្លាប់ពេលវេលាមិនទាន់មកដល់បើធ្វើឲ្យដឹងខ្លួនមុននឹងមិនល្អឡើយចុះរឿងសហការគឺយកព្រមតាមនឹងប៉ុន្តែមានលក្ខខណ្ឌមួយវត្ថុរបស់ខ្ញុំមកពីណាអ្នកមិនត្រូវសួរមិនសួរហើយនាងឈីងខ្ញុំមានរឿងមួយចង់ប្រាប់អ្នកថ្មីនេះមានគេដើរសួរនាំរឿងរបស់អ្នកគ្រប់កន្លែងគេថារឿងនោះគឺចៅយ៉ានមឹងជាអ្នកធ្វើមែនទេអ្នកដឹងដែរឬគេថែមទាំងរកមនុស្សជាច្រើនអ្នកមកជួយគេទៀតចាំអារ៉ាមនិយាយមិនល្អសោះសៀវលីនអរគុណដែលប្រាប់ខ្ញុំទុកចិត្តចុះខ្ញុំនឹងដោះស្រាយចៅយ៉ានមឹងរករឿងដែលអ្នកធ្វើថែមមួយទៀតគឺការបន្ថែមទោសកំហុសឲ្យខ្លួនឯងមួយកម្រិតទៀតរងចាំពេលខ្ញុំទំនេរខ្ញុំនឹងទូទាត់ឲ្យអស់លិខិតខ្ចីប្រាក់ប្រវត្តិផ្ទេរប្រាក់ភស្តុតាងនៃការថតសម្លេងនិងការយាយីកញ្ញាស៊ូឯកសារទាំងនេះពេញលេញណាស់ការទារបំណុលត្រឡប់មកវិញគឺគ្មានបញ្ហាអ្វីទេម្យ៉ាងទៀតពាក្យចាំអារ៉ាមដែលគេចែកចាយនៅលើអ៊ីនធឺណិតក៏អាចដឹងដល់បានដែរមេធាវីចាងខ្ញុំមានសំណើតែមួយគត់ឲ្យស្របច្បាប់និងត្រឹមត្រូវធ្វើឲ្យចប់ក្នុងពេលតែមួយកុំឲ្យគេមានឱកាសមករំខានខ្ញុំបានទៀតបាទយល់ហើយថ្ងៃនេះខ្ញុំនឹងចេញលិខិតមេធាវីកំណត់ឲ្យគេសងប្រាក់ទាំងអស់ក្នុងរយៈពេល15ថ្ងៃបើហួសពេលមិនសងនឹងចាត់ការតាមផ្លូវច្បាប់ភ្លាមបង្កកនីរបស់គេដាក់ចូលក្នុងបញ្ជីខ្មៅនៃអ្នកគ្មានទំនុកចិត្តចំណែករឿងបង្កាច់បង្ខូចយើងនឹងផ្ញើលិខិតទាមទារឲ្យលោកចោលនិងសុំទោសជាសាធារណៈ
ពឹងពាក់លោកមេធាវីចាំងហើយម៉ាក់ស៊ូនាងឈីងបានជួលមេធាវីមកឲ្យខ្ញុំសង្លុយ103,000បុកនឹងការប្រាក់គេថែមទាំងថាខ្ញុំបង្កាច់បង្ខូចគេនឹងប្រឹងទៀតផងខ្លាចអ្វីក្មេងស្រីក្រីក្រម្នាក់អាចធ្វើអ្វីបានហ៎ប្រកាសជាគំរាមឯងហើយកុំខ្វល់ពីគេប៉ុន្តែនៅលើលិខិតនេះសរសេរថាបើមិនសងក្នុង15ថ្ងៃនឹងបង្កកាត់ធនាគាររបស់ខ្ញុំចុះឯងក៏ដកលុយពីការចេញមកសិនទៅតើគេអាចធ្វើអ្វីឯងបានកញ្ញាបន្ទប់នេះរដូវរងាកក់ក្ដៅរដូវក្ដៅត្រជាក់អស់សដែលដាក់ខាងក្នុងមិនសាមសំបីតែបន្តិចកម្ដៅពីក្រោមដីត្រូវបានចរុនតាមបំពង់ទើបអាចរក្សាសីតុណ្ហភាពបានថេរក្រោយមកអស់ថ្លៃដែលងាយខូចគុណភាពគឺទុកនៅទីនេះទាំងអស់កញ្ញាខាងក្រៅមានមនុស្សស្រីឯកសន្តានការងារមកគេថាគេទទួលបញ្ជាឲ្យមកមើលបន្ទប់អស់ថតសារសីតុណ្ហភាពអញ្ចឹងចូលមកហើយទទួលស្វាគមន៍ឲ្យល្អព្រះអង្គស៊ូនាងឈីងម្នាក់នោះប្រើវិធីសាស្ត្រដែលមិនធ្លាប់ធ្វើពីមុនមកទឹកកម្ដៅក្រោមដីគ្រប់គ្រងសីតុណ្ហភាពដោយផ្ទាល់មធ្យោបាយបែបនេះមិនមែនជាអ្វីដែលមនុស្សធម្មតាអាចធ្វើបានទេមានសង្ស័យថាជាមន្តអាគមអវិជ្ជាទូព្រះបង្គំសូមឲ្យមានការស៊ើបអង្កេតបានប្រទានលិខិតសិទ្ធិពាណិជ្ជកម្មឲ្យនាងហើយនាងប្រើវិធីអ្វីធ្វើចំនួននោះជាការងាររបស់នាងអ្នកក្នុងនាមជាគ្រូពេទ្យរាជវាំងកុំជ្រៀតជ្រែករឿងចំនួនពេកមើលថែរាងកាយរបស់ព្រះអង្គម្ចាស់ឲ្យល្អទើបជារឿងសំខាន់ទូព្រះបង្គំនឹងធ្វើតាមបញ្ជាហ៎ល្អណាស់បើវាប្រហារចំមិនបាននោះនឹងកំទេចពីស្គររបស់នាងស្ត្រីដែលមិនដឹងប្រភពមកពីណាខ្ញុំចង់ឃើញណាស់ថាតើនាងអាចទប់ទល់បានប៉ុន្មានដងកញ្ញាស៊ូមាសដុំមួយនេះមានគុណភាពល្អខ្លាំងណាស់ក្បាច់ធ្វើគឺជារបៀបចាក់ពុំបុរាណការវិនិច្ឆ័យធំគឺមានអាយុកាលយូរណាស់មកហើយតើកញ្ញាសម្រាប់ចិត្តដាក់ដេញថ្លៃមែនទេមែនធ្វើតាមនីតិវិធីនៃវត្ថុបុរាណរកគ្រួសារពន្ធត្រូវបងគឺមិនខ្វះ1សែនឡើយតម្លៃប៉ាន់ស្មានគឺ3សែនឡើងទៅយើងនឹងដាក់ដេញថ្លៃនៅក្នុងសប្តាហ៍ក្រោយមានលុយចំនួននេះហើយមេធាវីមូលនិធិសម្រាប់ពង្រីក clinic ក៏មានគ្រប់គ្រាន់ដែររុញច្រានទៅមុខទាំងពីរផ្នែកម្ខាងចាក់ឫសក្នុងសម័យបុរាណម្ខាងទៀតត្រឡប់មកមានជីវភាពល្អវិញក្នុងសម័យទំនើបស៊ូនាងឈីងបញ្ហាចូលមកដល់ហើយចៅចុងយានបានដាក់លិខិតសម្ងាត់ថ្វាយព្រះមហាក្សត្រថាអ្នកមានប្រភពមិនច្បាស់លាស់គ្មានសាលារៀនសូត្រដែលអាចទៀងទាត់បានគ្រូអាចសួរនាំបានសង្ស័យថាអ្នកជាចារកម្មមកពីប្រទេសសត្រូវគេចោទដៃធ្វើសកម្មភាពហើយព្រះមហាក្សត្រទោះបីជាគិតដល់គុណដែលអ្នកជួយសង្គ្រោះព្រះអង្គម្ចាស់ក៏ដោយប៉ុន្តែរឿងនេះប៉ះពាល់ដល់គ្រឹះនៃប្រទេសបានបញ្ជាឲ្យគេមកស៊ើបអង្កេតប្រវត្តិរបស់អ្នកហើយបញ្ហាអត្តសញ្ញាណគឺជាចំណុចខ្សោយបំផុតរបស់ខ្ញុំកើតមកពីណាគ្មាននរណាម្នាក់ដឹងឡើយគ្មានប្រវត្តិអ្វីដែលអាចពិនិត្យបានទេបើគេបញ្ជាក់បានថាប្រភពមិនច្បាស់លាស់ស្រាលគឺបណ្ដឹងចេញធ្ងន់គឺតើអ្នកមានវិធីទេយួនជីមានសាខានៅគ្រប់ខេត្តជាប់ព្រំដែនខ្ញុំអាចជួយអ្នកក្នុងខេត្តចិនជៅបង្កើតអត្តសញ្ញាណពេញលេញមួយជាអ្នកស្នងត្រកូលគ្រូពេទ្យគ្រួសារត្រូវបានបំផ្លាញដោយសារជំងឺរាតត្បាតកាលពី3ឆ្នាំគឺជាអ្នករស់រានមានជីវិតតែម្នាក់គត់មកធ្លាក់ខ្លួនក្នុងរាជធានីភ្នូសាច់ញាតិជិតខាងសៀវភៅវិទ្យាសាស្ត្រចាស់ខ្ញុំសុទ្ធតែអាចរៀបចំបានទាំងអស់ហេតុអ្វីអ្នកជួយខ្ញុំទី1អ្នកគឺជាដៃគូសហការរបស់ខ្ញុំអ្នកដួលរលំខ្ញុំក៏ខាត់ដែរទី2ខ្ញុំក៏សរសើរអ្នកដែលមកស៊ើបអង្កេតតើមកដល់ចិនជៅនៅពេលណាលឿនបំផុត10ថ្ងៃដូច្នោះត្រូវរហ័សជាម៉ូកញ្ញារៀបចំរបស់របរថ្ងៃស្អែកអ្នកទៅឈិនជៅជាមួយមនុស្សរបស់កញ្ញាស៊ីត្រូវតែរៀបចំគ្រប់យ៉ាងឲ្យរួចរាល់ក្នុងរយៈពេល10ថ្ងៃគឺចៅឆុងយានដែលចង់ប្រើបញ្ហាអត្តសញ្ញាណមកកំទេចខ្ញុំដូច្នេះមកមើលថាតើដៃអ្នកវែងជាងឬមនុស្សរបស់ខ្ញុំរត់លឿនជាង7ក្រាបទូព្រះមហាក្សត្រទូព្រះបង្គំបានស៊ើបអង្កេតច្បាស់លាស់ហើយស៊ូនាងឈីងមានស្រុកកំណើតនៅស្រុកលៀនអានខេត្តឈិនជៅឪពុករបស់នាងស៊ូហ្វៃរិនគឺជាគ្រូពេទ្យល្បីល្បាញនៅទីនោះពេលឆ្នាំមុនមានជំងឺរាតត្បាតនៅឈិនជៅគ្រួសារត្រកូលស៊ូបានឆ្លងជំងឺទាំងអស់មានតែនាងម្នាក់គត់ដែលនៅរស់អ្នកជិតខាងនៅទីនោះនៅតែអាចធ្វើជាសាក្សីបានទោះបីជាផ្ទះដូនតារបស់ត្រកូលស៊ូត្រូវបានបំផ្លាញប៉ុន្តែភ្នូសៀវភៅនិងឯកសារផ្សេងនៅគ្រប់គ្រាន់ទាំងអស់ចៅឆុងយានតើអ្នកហើយឬនៅព្រះមហាក្សត្រទូព្រះបង្គំក៏ធ្វើដើម្បីសុវត្ថិភាពរបស់ព្រះអង្គម្ចាស់ដែរមិនមែនមានចេតនាដើម្បីព្រះអង្គម្ចាស់គេជួយសង្គ្រោះជីវិតព្រះអង្គម្ចាស់អ្នកបែរជាមកបង្កាច់បង្ខូចគេម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយខ្វះសីលធម៌ណាស់ទៅផ្អាកការងារកន្លះឆ្នាំទៅរិះគន់ខ្លួនឯងឲ្យល្អទូព្រះបង្គំសូមអរព្រះគុណព្រះមហាក្សត្រដែលមេត្តាលោកគ្រូពេទ្យចៅមើលថែសុខភាពផងត្រូវបានព្រះមហាក្សត្រស្ដីបន្ទោសនៅចំពោះមុខគេផ្អាកការងារកន្លះឆ្នាំបាត់បង់មុខមាត់អស់ហើយចៅឆុងយាននេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសូមអបអរសាទរដែលរួចផុតពីគ្រោះថ្នាក់អរគុណខ្លាំងណាស់គុណនេះខ្ញុំនឹងចងចាំចុះរឿងសហការអាចចាប់ផ្ដើមជាផ្លូវការបានហើយទំនិញចុងទី1ខ្ញុំនឹងត្រៀមរួចរាល់ក្នុងរយៈពេល3ថ្ងៃម្សៅលាងមុខម្សៅថ្នាំថង់ក្រអូបការពារមូសចាប់ផ្ដើមពី3មុខនេះសិន
ឆាប់រហ័សណាស់ក្លិនក្រអូបនេះស្រស់ថ្លាមិនឈួរទេដាក់តាមខ្លួនសំបីតែសត្វល្អិតក៏មិនហ៊ានចូលចិត្តពិតមែនហើយកញ្ញាសាក់លបងមើលទៅរូបមន្តដែលកញ្ញារបស់ខ្ញុំសំដៅផ្ទាល់ដៃគ្មានពាក្យកុហកទេយក10មិនមែនទេ20ខ្ញុំត្រូវយកទៅឲ្យគេហាកន្លះម៉ោងទំនិញជុំទី1លក់បាន 70% ហើយបើតាមស្ថានភាពនេះក្នុងរយៈពេល3ថ្ងៃត្រូវបន្ថែមទំនិញជាការរំពឹងទុកទំនិញទាំងនេះចំណាយដើមទុនទាបណាស់ប៉ុន្តែប្រសិទ្ធភាពគឺសម័យនេះមិនធ្លាប់មានទេរងចាំឲ្យល្បីរន្ទឺតម្រូវការលើការផ្គត់ផ្គង់ជារឿងធម្មតាទេខ្ញុំបានរៀបចំក្បួនដង្ហែពាណិជ្ជកម្មទៅលក់នៅតាមខេត្តផ្សេងទៀតហើយគ្រូពេទ្យទេវតាស៊ូបើតាមល្បឿននេះអ្នកនឹងក្លាយជាស្ត្រីដែលអ្នកមានបំផុតនៅរាជធានីឆាប់នេះប្រធានសមាគមទំនិញថ្មីនៅហាងយួនជីដណ្ដើមយកមុខចំនួនយើងអស់ 30% ហើយអតិថិជនចាស់ជាច្រើនមិនមកទៀតទេមនុស្សគ្មានប្រយោជន៍សុទ្ធតែជាមនុស្សគ្មានប្រយោជន៍ប្រធានសមាគមឬមួយយើងទៅជែកសហការជាមួយស៊ូនាងឈីងទៅសហការនាងជន់ក្បាលខ្ញុំឡើងមកអ្នកឲ្យខ្ញុំទៅសហការជាមួយនាងគ្រូពេទ្យទេវតាស៊ូប្រយ័ត្នមនុស្សជុំវិញខ្លួនអ្នកត្រកូលសៀននៃយួនជីមិនមែនសាមញ្ញដូចដែលឃើញខាងក្រៅទេតើអ្នកណាជាអ្នកផ្ញើសម្បត្តិអនាមិកនេះតើជាការញុះញង់របស់សត្រូវឬក៏មាននរណាម្នាក់ពិតជាកំពុងប្រមានខ្ញុំមែនសៀលីនយួនខ្ញុំពិតជាមិនទាន់យល់ពីគាត់ច្បាស់ទេមិនបាច់ប្រញាប់ពេលវេលានឹងបង្ហាញចិត្តមនុស្សកញ្ញាសៀដំបងឡើយដែលអ្នកចូលមកចិត្តខ្ញុំគឺចង់ដឹងថាទំនិញទាំងនោះមកពីណាមែនទេមិនបាច់លាក់បាំងទេដំបងពិតជាចង់ដឹងមែនស្ត្រីម្នាក់ដែលកើតមកពីណាមិនដឹងក្នុងដៃមានរបស់ប្លែកដែលមិនធ្លាប់ឃើញមិនថាអ្នកណាក៏ចង់ដឹងប្រភពដែរចុះឥឡូវនេះឥឡូវមិនចង់ដឹងទេការសហការគ្នារយៈពេលនេះខ្ញុំមើលដឹងថាអ្នកជាមនុស្សបែបណាប្រភពគឺជាអាចកំបាំងរបស់អ្នកខ្ញុំមិនសួរនាំទេរបស់ខ្ញុំមកពីកន្លែងដែលអ្នកមិនអាចទៅដល់អ្នកគ្រាន់តែចាំរឿងមួយខ្ញុំនឹងមិនធ្វើបាបអ្នកក៏នឹងមិនធ្វើបាបអ្នកណាឡើយល្មមហើយមនុស្សម្នាក់នេះអាចជឿទុកចិត្តបានបណ្ដោះអាសន្នប៉ុន្តែខ្ញុំនៅតែមិនអាចដាក់ការភ្នាល់ទាំងអស់នៅលើមនុស្សម្នាក់បានទេចៅយ៉ានមឹងពិតជាស្ដាប់តាមគំនិតមិនល្អរបស់ម្ដាយគេមែនទៅផ្ទេលុយទុកឈួតមែនរឿងនេះមានតែធ្វើឲ្យស្ថានភាពរបស់គេកាន់តែអាក្រក់ទៅមេធាវីចាងចៅយ៉ានមឹងនៅតែតាមដានរំខានខ្ញុំកាមេរ៉ាសុវត្ថិភាពថតចុះទាំងអស់រំខានលោកមេធាវីរៀបចំរឿងទាំងនេះចូលទៅក្នុងផុសតាំងផងបានផុសតាំងរំខានកាន់តែច្រើនកាន់តែល្អសម្រាប់យើងកញ្ញាស៊ូទុកចិត្តចុះមនុស្សបែបនេះមិនអាចធ្វើអ្វីបានទេមើលចុះអ្នកនោះញ៉ាំថ្នាំរបស់ជីស៊ីតាងហើយដួលសន្លប់ហើយកុំស្លន់ស្លោបងប្អូនទាំងអស់គ្នាអ្នកជំងឺម្នាក់នេះលាក់ថ្នាំបង្ខំឲ្យក្អួតជាប់ខ្លួនគាត់មិនបានញ៉ាំអ្វីដែលមកពីជីស៊ីតាងសូម្បីតែបន្តិចគឺមានគេជួលគាត់មកសម្ដែងរឿងដើម្បីទម្លាក់កំហុសអ្វីទៅជាការសម្ដែងជាអ្នកធ្វើបែបនេះបងប្រុសម្នាក់នេះតើអ្នកក្រោកឡើងនិយាយការពិតដោយខ្លួនឯងឬឲ្យខ្ញុំហៅគេមកនាំអ្នកទៅប៉ុស្តិ៍ប៉ូលីសគឺសមាគមយ៉ាវវ៉ាងហួយឲ្យលុយខ្ញុំ5ដុល្លារឲ្យខ្ញុំញ៉ាំថ្នាំនោះរួចដួលនៅមុខតុរបស់អ្នកជីស៊ីតាងបាក់មកទល់ពេលនេះរូបមន្តអសត់ទាំងអស់គឺចំនឹងមានតម្លាភាពអ្នកណាក៏អាចមកពិនិត្យបានគ្រប់ពេលតែជាមានមនុស្សមួយចំនួនខ្លួនឯងព្យាបាលមិនជាតែជាចង់ទម្លាក់កំហុសលើអ្នកដែលអាចព្យាបាលបានសមាគមយ៉ាវវ៉ាងហួយសាហាវណាស់ទៅពិនិត្យហាងអស្ត្ររបស់ពួកវាទៅកិច្ចឈ្មោះរបស់សមាគមយ៉ាវវ៉ាងហួយថ្ងៃនេះគឺស្អុយរលួយអស់ហើយឆាន់ប៉ូរិនចប់ហើយប៉ុន្តែអ្នកនៅពីក្រោយពិតប្រាកដចៅឆុងយៀនគឺជាសัญลักษณ์បៀដែលខ្ញុំលាក់ទុកខ្ញុំនឹងរងចាំដល់ពេលចាំបាច់បំផុតទើបបញ្ចេញមកលុយទាំងនោះគឺជាការឲ្យក្នុងអំឡុងពេលស្រឡាញ់គ្នាមិនមែនជាការខ្ចីទេការឲ្យនេះគឺជាលិខិតខ្ចីប្រាក់នៅលើនោះមានហត្ថលេខានិងស្នាមម្រាមដៃរបស់នេះគឺជាកំណត់ត្រាប់ផ្ទេរប្រាក់កំណត់ចំណាំសរសេរថាជាការខ្ចីប្រាក់នេះគឺជាការថតសម្លេងដែលអ្នកនិយាយដោយផ្ទាល់ថាអ្នកនឹងសងលុយខ្ញុំសូមសួរថាតើចំណុចណាដែលដូចជាការឲ្យដោយចិត្តកូនប្រុសខ្ញុំចំណាយពេលវេលា3ឆ្នាំជាមួយគេលុយទាំងនោះចាត់ទុកជាថ្លៃខូចខាតពេលវេលាទៅចុះអ្នកមីងតាមច្បាប់គឺគ្មានគោលគំនិតនៃថ្លៃខូចខាតពេលវេលាទេផ្ទុយទៅវិញការដែលកូនអ្នកផ្ទេរទ្រព្យសម្បត្តិដើម្បីកិច្ចវាបំណុលរឿងនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ចៅយ៉ានមឹងខ្ញុំឲ្យជំរើសអ្នកពីរទី1ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសងប្រាក់ឥឡូវនេះបងរំលោះរហូតសងអស់ខ្ញុំនឹងមិនប្តឹងរឿងអ្នកផ្ទេរទ្រព្យសម្បត្តិទេទី2បន្តពន្យាពេលទៀតប្រវត្តិគ្មានទំនុកចិត្តនឹងជាប់ខ្លួនអ្នកមួយជីវិតជិះឡានមិនបានជួបផ្ទះមិនបានរកការងារមិនបានអ្នកជ្រើសរើសដោយខ្លួនឯងទៅនេះហើយមិនជូនដំណើរទេចុះហត្ថលេខាហើយនៅតែមិនអស់ចិត្តតើគេកំពុងមើលអ្វីគឺកំពុងមើលថាតើលុយរបស់ខ្ញុំមកពីណាលោកឆាន់សប្តាហ៍ក្រោយខ្ញុំនឹងទៅហាងអ្នកដើម្បីវិតម្លៃវត្ថុបុរាណអ្នកសហការសម្ដែងរឿងមួយជាមួយខ្ញុំបានទេគ្រាន់តែប្រាប់ថាគ្រួសារខ្ញុំមានវត្ថុបុរាណមរតកជាច្រើនហើយខ្ញុំកំពុងលក់ចេញយកព្រមត្រូវសម្ដែងឲ្យដូចមែនទេណាមនុស្សដូចជើយ៉ានមឹងឲ្យហេតុផលសំរុំមួយដល់គេនឹងមិនជីកកាយទៀតឡើយឲ្យគេគិតថាខ្ញុំកំពុងលក់វត្ថុបុរាណមរតកមានសុវត្ថិភាពជាងការឲ្យគេនៅឆ្ងល់បន្តទៀតកញ្ញាចៅឆុងយៀនថ្មីនេះចូលចេញផ្ទះស្ងាត់ជ្រុងមួយនៅទីខាងកើតរាជធានីញឹកញាប់ណាស់រាល់ដងគឺទៅនៅពេលយប់ជ្រៅហើយចាក់ចេញមុនពេលមេឃភ្លឺ
ខ្ញុំបានចាត់មនុស្សឲ្យតាមដានពីចម្ងាយមួយចំនួនលើផ្ទះនោះមានការការពារយ៉ាងតឹងរឹងចូលមិនរួចទេផ្ទះលេខ7ក្នុងច្រកលាវទីខាងកើតជឺម៉ូអ្នកគិតថាគេកំពុងធ្វើអ្វីនៅទីនោះមិនប្រកាសទេប៉ុន្តែមិនមែនជារឿងត្រឹមត្រូវឡើយតើឲ្យឈិនយួនទៅស៊ើបមើលទេឲ្យឈិនយួនទៅមើលបានតែមិនត្រូវធ្វើអ្វីទាំងអស់គ្រាន់តែរកឲ្យឃើញថាអ្នកណាចូលចេញនឹងពេលណាឲ្យច្បាស់លាស់ទៅបានហើយកុំឲ្យដឹងខ្លួនមុនឲ្យសោះបាទចៅឆុងយៀនបន្ទាប់ពីត្រូវបានពិន័យក៏នៅស្ងៀមស្ងាត់ជាងមុនរឿងនេះមិនធម្មតាទេកាន់តែស្ងៀមបង្ហាញថាគេកំពុងរៀបចំផែនការធំខ្ញុំត្រូវតែធ្វើមុនគេរកឲ្យឃើញថាគេកំពុងធ្វើអ្វីឲ្យប្រាកដឈិនយួននិយាយថាចៅឆុងយៀនកំពុងលាយថ្នាំនៅក្នុងផ្ទះនោះក្លិនផ្អែមលាយឡំជាមួយក្លិនឆ្អាបដាក់ក្នុងដបប៉ូស៊ឺឡានតូចដែលប៉ុនមេដៃសរុបទាំងអស់7ដបល្បិចតូចតែក្នុងការលាយថ្នាំច្រើនដងបើខ្ញុំស្មានមិនខុសទេថ្នាំដែលគេលាយគឺជាពុលប៉ះពាល់ប្រព័ន្ធប្រសាទប្រភេទរ៉ាំរ៉ៃបើប្រើប្រាស់ក្នុងបរិមាណតិចតួចក្នុងរយៈពេលយូរនឹងធ្វើឲ្យស្មារតីវង្វេងវង្វាន់ការចងចាំធ្លាក់ចុះចុងក្រោយនឹងក្លាយជាមនុស្សល្ងង់ខ្លៅតើគេចង់បំពុលអ្នកណាព្រះអង្គគុំចាស់ពីមុនគេធ្លាប់ធ្វើបាបក្នុងអាហាររបស់ព្រះអង្គគុំចាស់ត្រូវបានខ្ញុំរារាំងបានឥឡូវគេបដូរវិធីដែលកំបាំងជាងមុន7ដបពិធីបុណ្យខួបកំណើតរបស់ព្រះអង្គគុំចាស់នៅសល់7ថ្ងៃទៀតមួយថ្ងៃមួយដបគឺចំថ្ងៃពិធីបុណ្យតែម្ដងដែលធ្វើឲ្យព្រះអង្គគុំចាស់មានអាការៈចុះយើងទៅប្តឹងគេឥឡូវនេះទៅគ្មានភស្តុតាងច្បាស់លាស់ទេគ្រាន់តែពឹងលើការដែលឈិនយួនឃើញពីចម្ងាយមិនអាចកំទេចគេបានទេខ្ញុំត្រូវការចំពេលដែលគេធ្វើសកម្មភាពចាប់ឲ្យបានភស្តុតាងនៅចំពោះមុខមហាជនជឺម៉ូទៅអញ្ជើញលោកម្ចាស់សៀឲ្យមកទីនេះបន្តិចខ្ញុំត្រូវការឲ្យគាត់ជួយរកឲ្យបាននៅសិទ្ធិចូលក្នុងវាំងនៅថ្ងៃប្រារព្ធពិធីបុណ្យចៅឆុងយៀនឯងចង់ធ្វើបាបរិទាយាតនៅក្នុងពិធីបុណ្យមែនទេបើអីចឹងខ្ញុំនឹងធ្វើនៅចំពោះមុខអ្នករាល់គ្នាក្នុងពិធីបុណ្យធ្វើឲ្យឯងវិញ្ញាសាបសូន្យងើបលែងរួចអ្នកប្រកាសទេថាគោលដៅរបស់ចៅឆុងយៀនគឺរិទ្ធិយាតប្រកាសណាស់គាត់ធ្វើការនៅក្នុងមន្ទីរពេទ្យលួងអស់រយៈពេលជាច្រើនឆ្នាំមកហើយបើរិទ្ធិយាតត្រូវបានដកតំណែងគាត់នឹងអាចទៅតោងទាមរាជបុត្រផ្សេងទៀតដើម្បីទទួលបានអំណាចកាន់តែធំសិទ្ធិចូលក្នុងវាំងក្នុងពិធីបុណ្យខ្ញុំអាចប្រើឈ្មោះជាអ្នកថ្វាយដង្វាយដើម្បីដណ្ដើមយកកន្លែងមួយជូនអ្នកប៉ុន្តែច្បាប់ពិន័យក្នុងវាំងគឺតឹងរឹងណាស់បន្ទាប់ពីអ្នកចូលទៅខាងក្នុងហើយតើធ្វើដូចម្តេចដើម្បីទៅជិតស្រះលួងរបស់រិទ្ធិយាតប្រើរបស់នេះគឺជាកន្សែងពិនិត្យជាតិពុលដែលខ្ញុំធ្វើឡើងជាពិសេសឲ្យតែប៉ះចំជាតិពុលណាមួយវានឹងបដូរពណ៌ភ្លាមខ្ញុំគ្រាន់តែត្រូវការនៅមុនពេលរិទ្ធិយាតស្រោចស្រែធ្វើឲ្យកម្ពូលកៅរបស់ទ្រង់ដោយអចេតនាឲ្យស្រាខ្ចាយមកលើកន្សែងគឺរួចជាការហើយមិននឹកស្មានថាមានរបស់អស្ចារ្យបែបនេះសោះពិនិត្យជាតិពុលនៅចំពោះមុខមហាជនជាល្បិចដ៏ល្អប៉ុន្តែចុះបើចៅឆុងយៀនផ្លាស់ប្ដូរចិត្តភ្លាមហើយមិនធ្វើសកម្មភាពវិញនោះគាត់មិនធ្វើបែបនោះទេព្រោះផែនការរបស់គាត់ត្រូវបានរៀបចំយ៉ាងច្បាស់លាស់សម្រាប់រាល់ថ្ងៃបញ្ជាក់ថាផែនការរបស់គាត់គឺច្បាស់លាស់ដល់កម្រិតរាល់ថ្ងៃពិធីបុណ្យនេះគឺជាឱកាសតែមួយគត់របស់គាត់បើទីយិតធ្លាក់ខ្លួនឈឺនៅចំពោះមុខអ្នករាល់មនុស្សគ្រប់គ្នានឹងគិតថាវាគឺជាជំងឺចាស់រើឡើងវិញគ្មាននរណាម្នាក់នឹងសង្ស័យលើរូបគាត់ឡើយចុះតើខាងខ្ញុំត្រូវការធ្វើអ្វីបន្ថែមទៀតទេជួយស៊ើបអង្កេតឲ្យខ្ញុំឲ្យច្បាស់ចៅឆុងយៀនបានសូកប៉ាន់អ្នកណានៅក្បែរខ្លួនរិទ្ធិយាតជាតិពុលមិនអាចចូលទៅក្នុងស្រះលូងដោយឯកឯងបានទេប្រកាសជាមានអ្នកក្បត់នៅខាងក្នុងការយាងខ្ញុំត្រូវការឲ្យអ្នកជួយធ្វើរបស់ម្យ៉ាងឲ្យខ្ញុំយកកន្សែងស្នេះដែលវាចូលទៅក្នុងសម្ពុតសូត្រដែលមានទំហំប៉ុនកន្សែងជូតនេះខាងក្រៅមើលទៅវាក៏គ្រាន់តែជាកន្សែងធម្មតាប៉ុណ្ណោះប៉ុន្តែស្រទាប់ខាងក្នុងអាចស្រូបយកជាតិរាវនិងបង្ហាញពណ៌បានតើអាចធ្វើបានទេអាចបានសុំពេលខ្ញុំមួយថ្ងៃអរគុណដែលអ្នកនឿយហត់ហើយស៊ូស៊ីអ៊ីខ្ញុំម្ចាស់បានធ្វើតាមអ្វីដែរបញ្ជាឲ្យលីវេឆឹងនៅក្បែរខ្លួនរិទ្ធិយាតមានការផ្លាស់ប្ដូរទីតូចថ្មីម្នាក់ឈ្មោះហ្វូអានជាអ្នកដែលចៅឆុងយៀនណែនាំឲ្យគឺជាគេនឹងហើយលីវកុងកុងតើអ្នកណាជាអ្នកចាក់ស្រាថ្វាយរិទ្ធិយាតនៅថ្ងៃពិធីបុណ្យតាមច្បាប់គឺត្រូវតែជាទីចំណេញអ្នកចាក់ស្រាគឺជាហ្វូអានកុងកុងថ្ងៃពិធីបុណ្យខ្ញុំនឹងចូលក្នុងវាំងក្នុងនាមជាអ្នកថ្វាយដង្វាយដល់ពេលនោះខ្ញុំគ្រាន់តែសុំឲ្យលោកជួយរឿងមួយឲ្យខ្ញុំឈរនៅទីតាំងដែលនៅជិតរិទ្ធិយាតបំផុតខ្ញុំម្ចាស់យល់ហើយរិទ្ធិយាតធំឡើងក្រោមការមើលថែរបស់ខ្ញុំម្ចាស់នរណាចង់ធ្វើបាបទ្រង់ខ្ញុំម្ចាស់មិនយល់ព្រមដាច់ខាតទោះត្រូវបដូរជីវិតក៏ដោយគាត់ស្ងប់ស្ងាត់ណាស់បញ្ជាក់ថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងផែនការរបស់គាត់ឈប់ភ្លាមព្រះករុណាខ្ញុំម្ចាស់មានដង្វាយបន្តិចបន្តួចថ្វាយដល់រិទ្ធិយាតសូមជូនពរទីយាតឲ្យមានព្រះជន្មយឺនយូរនិងសុខភាពល្អព្រះករុណាស្រះលូងរបស់រិទ្ធិយាតមានជាតិពុលពិតសារប្រជុំធំហាមអ្នករាល់គ្នាចាក់ចេញនរណានៅទីនោះយកស្រះលូងថ្ងៃនេះទាំងអស់ទៅរក្សាទុកចៅឆុងយៀន
ព្រះករុណាសូមទ្រង់ស្មប់ព្រះតីស៊ូនាងឈីងម្នាក់នេះគ្រាន់តែជាស្រីអ្នកស្រុកធម្មតាម្នាក់ប៉ុណ្ណោះកន្សែងរបស់នាងនោះនរណាដឹងថាបានលួចធ្វើអ្វីពីមុនមកខ្លះទៅច្បាស់ណាស់ថាជានាងខ្លួនឯងដែលលាបអ្វីយ៉ាងលើកន្សែងចិត្តណាបង្កឲ្យមានការភ័យខ្លាចលោកគ្រូពេទ្យលួងចោលនិយាយថាស្រោមរបស់ខ្ញុំមានបញ្ហាស្រួលទេព្រះករុណាសូមទ្រង់យកស្រាស្អាតមួយកែវទៀតយកទៅចូលលក់ក្នុងស្រាដែលនៅសល់ក្នុងកែវវេទីយៀបដើម្បីសាកល្បងមិនបដូរពណ៌ទេខ្ញុំម្ចាស់សុកចិត្តទទួលទោសស្លាប់ពិនិត្យឃើញជាតិពុលនៅចំពោះមុខគ្រប់គ្នាល្អណាស់ព្រះករុណាសូមមេត្តាលើកលែងទោសផងគឺលោកគ្រូពេទ្យលួងចោលជាអ្នកបញ្ជាឲ្យខ្ញុំម្ចាស់ធ្វើគាត់បានឲ្យថ្នាំមួយដុំមកខ្ញុំម្ចាស់ថាជាថ្នាំសម្រាប់បំពេញសុខភាពរេទីយៀបខ្ញុំម្ចាស់មិនដឹងថាវាជាថ្នាំពុលទេគេនិយាយភូតកុហកហើយព្រះករុណានេះគឺជាភស្តុតាងដែលចោលជុំយាននៅផ្លូវលីវសៀងប៉ែកខាងកើតទីសក្ខីកម្មស័ក្តិសិទ្ធិអំពីការលួចផ្សំថ្នាំពុលជាសញ្ញានេះគឺជាភស្តុតាងនៃការខុបខិតគ្នាជាច្រើនឆ្នាំរវាងគាត់និងឈិនប៉ារិននៃសមាគមជាសម្បត្តិទំនាក់ទំនងនៃការរកស៊ីផ្ដាច់មុខលើអសរដើម្បីផលប្រយោជន៍គឺជាអ្វីដែលគាត់ធ្លាប់ដាក់ក្នុងរបបអាហាររបស់រេទីយៀបពីមុនជាកំណត់ត្រានៃការពិនិត្យឃើញការលាយបញ្ចូលនៅសារធាតុគ្រោះថ្នាក់ភស្តុតាងនីមួយភស្តុតាងច្បាស់ដូចភ្នំចោលជុំយានយើងទុកចិត្តឯងអស់រយៈពេលជាច្រើនឆ្នាំមកហើយតើនេះជាអ្វីដែលឯងតបស្នងយើងវិញមែនទេនរណានៅទីនោះដកហូតតំណែងនិងរឹបអូសទ្រព្យសម្បត្តិផ្ទះសម្បែងឲ្យអស់បំបបងទៅកាន់តំបន់ទឹកកកដ៏ត្រជាក់បំផុតនៅភាគខាងជើងហាមប្រកបជាគ្រូពេទ្យអស់មួយជីវិតមិនឲ្យចូលទីក្រុងឡើយចាត់ការស៊ូនាងឈីងនាងបំផ្លាញខ្ញុំហើយខ្ញុំលោកគ្រូពេទ្យចោលគឺលោកខ្លួនឯងទេដែលបំផ្លាញខ្លួនឯងស៊ូនាងឈីងនាងបានសង្គ្រោះជីវិតរេទីយៀបដល់ទៅ2 ដងយើងជំពាក់គុណនាងមិនមែនមានប្រាក់អាចសងគុណនេះបានឡើយព្រះករុណាទ្រង់មានបន្ទូលធ្ងន់ពេកហើយខ្ញុំម្ចាស់គ្រាន់តែធ្វើអ្វីដែលគួរធ្វើតែប៉ុណ្ណោះយើងតែងតាំងនាងជាលោកស្រីជីស៊ឺប្រទានផ្លាកមានស្វាយអាចធ្វើដំណើរក្នុងទឹកដីតាអានបានយ៉ាងមានសេរីភាពក្រៅពីនេះទៀតផ្លូវចែកចាយអស់ស្ដែនៅទំនេរបន្ទាប់ពីសមាគមអស់ស្ដេចត្រូវបានយើងនឹងប្រគល់ឲ្យនាងជាអ្នកចាត់ចែងសូមអរព្រះគុណព្រះមហាករុណាธิគុណខ្ញុំម្ចាស់នឹងមិនឲ្យទ្រង់ខកបំណងឡើយសូមត្រេកអរផងលោកស្រីជីស៊ឺចាប់ពីពេលនេះទៅវិស័យអស់នៅក្នុងតាអាននេះគឺស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកមិនមែនខ្ញុំជាអ្នកសម្រេចចិត្តទេគឺភាពយុត្តិធម៌ជាអ្នកសម្រេចចាប់ពីពេលនេះទៅអស់នឹងត្រូវលក់តាមតម្លៃដែលបានកំណត់មិនមានការបោកប្រាស់ទាំងក្មេងនិងចាស់គ្មាននរណាអាចមករកស៊ីផ្ដាច់មុខបានទៀតឡើយគួរឲ្យកោតសរសើរមែនហាហាកូនអើយរាល់អត្ថបទដែលម៉ែជេរប្រមាថនាងនៅលើបណ្ដាញសង្គមត្រូវបានគេលុបអស់ហើយថែមទាំងនិយាយថាចង់រកខុសត្រូវជាមួយម៉ែទៀតម៉ែអាយុប៉ុណ្ណេះទៅហើយតើឲ្យគិតយ៉ាងម៉េចទៅកុំជ្រួលច្របល់ពេកពួកយើងមិនអាចទៅប៉ះពាល់នាងបានទេកញ្ចក់នឹងបិទចិត្តដោយខ្លួនឯងមានន័យថាកញ្ចក់លង្ហិននេះនឹងមិនអាចឲ្យខ្ញុំប្រើប្រាស់បានជារៀងរហូតឡើយនេះគឺជាហុងឈីជួយបំពេញកម្លាំងនេះជួយសម្រួលដល់ចរន្តឈីចង់ចាំពាក្យស្លោកឈីគូបៀវអានតាមខ្ញុំម្ដងមើលជាម៉ូចាប់ដើមពីកូនស្រីអភិជនដែលធ្លាក់ខ្លួនខ្លាចជាគ្រូដែលពូកែអាចពឹងពាក់លើខ្លួនឯងបាននេះទៅជារឿងដែលខ្ញុំចង់ធ្វើពិតប្រាកដមិនមែនគ្រាន់តែបង្ហាញសមត្ថភាពតែម្នាក់ឯងនោះទេប៉ុន្តែគឺការបណ្ដុះបណ្ដាលមនុស្សមួយក្រុមដែលចេះក្រោកឈរដោយខ្លួនឯងបានអ្នកនាងចំនួនអសត់ដែលចូលក្នុងឃ្លាំងខែនេះមាន372មុខច្រើនជាងខែមុន40មុខសុទ្ធតែមកពីកសិករដាំអសត់ដែលទើបតែចាប់ផ្ដើមនៅភាគខាងជើងផ្ញើមកល្អណាស់បន្តរក្សាបែបនេះទៀតអ្នកនាងកុំបារម្ភអីអាហារអស់ថ្ងៃនេះគឺសម្រាប់ជូនមនុស្សចាស់ជរាដែលគ្មានទីពឹងនៅភាគខាងត្បូងទីក្រុងសរុបមាន40កញ្ចប់កន្លះម៉ោងទៀតនឹងឆ្អិនហើយអ្នករាល់គ្នាបានរកឃើញកន្លែងរៀងខ្លួនហើយនោះក៏ដោយសារតែអ្នកនាងបានផ្ដល់ឱកាសឲ្យពួកយើងអាចក្រោកឈរឡើងវិញបានទៅថ្ងៃមុខទោះបីជាគ្មានខ្ញុំនៅទីនេះក៏ដោយអ្នកទាំងអស់គ្នាក៏អាចត្រត្រង់ទីនេះបានដែរហេតុអ្វីបានជាអ្នកនាងសុខមានប្រសាសន៍បែបនេះគ្មានអ្វីទេខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះអូមែនហើយចុះការរៀបចំសម្រាប់ខែក្រោយបានរួចរាល់ហើយឬនៅពន្លឺរបស់កញ្ចក់កាន់តែខ្សោយទៅហើយខ្ញុំត្រូវតែបង្កើនល្បឿនបង្រៀនអ្វីគ្រប់យ៉ាងដែលខ្ញុំអាចបង្រៀនបានទៅឲ្យពួកគេអារម្មណ៍បែបនេះពីមុនមកមិនដែលធ្លាប់មានតតែសោះនៅក្នុងកំណត់ហេតុបាននិយាយថាបើមានចិត្តលោភលន់ខ្លាំងពេកកញ្ចក់នឹងបិទចិត្តដោយខ្លួនឯងខ្ញុំមិនមែនលោភលន់ទេប៉ុន្តែការប្រើប្រាស់វាញឹកញាប់ពេកពិតជាកំពុងស៊ីកម្លាំងរបស់វាណាស់ប្រហែលជាខ្ញុំគួរតែចាប់ផ្ដើមគិតថាបើសិនជាមានថ្ងៃមួយដែលកញ្ចក់នេះលែងភ្លឺតតែសោះនេះគឺជាវេជ្ជបញ្ជានិងវិធីធ្វើទាំងអស់ដែលខ្ញុំបានរៀបចំទុកម្សៅដុសធ្មេញគ្រាប់សណ្ដែកកញ្ចប់ក្រអូបកន្សែងពិនិត្យជាតិពុលទឹកថ្នាំសម្លាប់មេរោគរបស់ទាំងអស់នេះត្រូវបានជំនួសដោយវត្ថុធាតុដើមដែលអាចរកបាននៅក្នុងតំបន់អ្នកគ្រាន់តែធ្វើតាមដំណាក់កាលទាំងអស់នេះក៏អាចផលិតវាដោយខ្លួនឯងបានទាំងស្រុងដែរអ្នកនាងរបស់ទាំងនេះតើអ្នកនាងមានបំណងចង់បង្ហាញរូបមន្តសម្ងាត់ទាំងអស់ជាសាធារណៈមែនទេមិនមែនបង្ហាញជាសាធារណៈទេគឺប្រគល់ឲ្យអ្នក
ចាប់ពីពេលនេះទៅបច្ចេកទេសសំខាន់របស់មន្ទីរអូស្ជីសខាងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកនាងតើអ្នកនាងនឹងចាក់ចេញមែនទេខ្ញុំគ្រាន់តែត្រៀមលក្ខណៈទុកជាមុនប៉ុណ្ណោះក្រែងលោថ្ងៃណាមួយខ្ញុំមានធរៈមិនអាចមកទីនេះបានអ្នករាល់គ្នាមិនត្រូវវិញ្ញាណនោះឡើយអ្នកនាងកុំបារម្ភអីទោះបីជាយ៉ាងណាក៏ដោយជឿម៉ូនឹងរក្សាទីនេះឲ្យបានល្អបំផុតជើយៀនមីងឯងពិតជាមិនខ្លាចស្លាប់មែនតើគេធ្លាប់ចូលមកទីនេះទេកាមេរ៉ាសុវត្ថិភាពបង្ហាញថាគេមិនបានគាត់ទ្វារទេអញ្ចឹងស្នាមជើងនេះគឺជាលើកមុនគេឆ្លៀតពេលខ្ញុំមិននៅធ្លាប់ចូលមកទីនេះបានសម្រេចម្ដងគេបានចូលក្នុងបន្ទប់របស់ខ្ញុំប៉ុន្តែកញ្ចក់លង្ហិនមិនមានប្រតិកម្មអ្វីចំពោះគេឡើយនៅក្នុងកាមេរ៉ាគេគ្រាន់តែដើររុករកពេញបន្ទប់មួយជុំរួចក៏ចេញទៅវិញបាត់ទៅប៉ុន្តែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយភស្តុតាងនៃការចូលលំនៅឋានដោយខុសច្បាប់គឺច្បាស់ណាស់ជើយៀនមីងលើកនេះឯងរត់មិនរួចទេភស្តុតាងគឺច្បាស់លាស់ណាស់ការចូលក្នុងលំនៅឋានអ្នកអតីតដោយខុសច្បាប់រួមទាំងប្រវត្តិតាមដានរំខានពីមុនមកទៀតគឺគ្រប់គ្រាន់សម្រាប់បើកសំណុំរឿងហើយមេធាវីចាងខ្ញុំចង់ឲ្យគេទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនឯងចាត់ការតាមនីតិវិធីដែលមានចុះយល់ហើយថ្ងៃនេះខ្ញុំនឹងទៅដាក់ឯកសារនៅផ្នែកដែលពាក់ព័ន្ធផ្អែកលើប្រវត្តិមិនល្អរបស់គេនាពេលបច្ចុប្បន្នពុករួមនឹងភស្តុតាងថ្មីទាំងនេះទៀតច្បាស់ជាត្រូវជាប់ឃុំខ្លួនមិនខានទេអរគុណលោកមេធាវីដែលនឿយហត់ហើយចៅយិនមីងមានគេរាយការណ៍ថាឯងបានចូលក្នុងលំនៅឋានអ្នកអតីតដោយខុសច្បាប់សូមទៅជាមួយពួកយើងមួយផ្លែខ្ញុំគ្មានទេពួកលោកច្រឡំហើយកាមេរ៉ាសុវត្ថិភាពមានភស្តុតាងគ្រប់យ៉ាងមើលដោយខ្លួនឯងទៅបានហើយអូពួកលោកមិនអាចចាប់កូនប្រុសខ្ញុំបានទេគេគ្រាន់តែទៅផ្ទះសង្សារចាស់យករបស់ខ្លួនឯងប៉ុណ្ណោះអ្នកមីងតើគេយករបស់អ្វីទៅមានរឿងអ្វីចាំទៅនិយាយគ្នានៅទីនោះចុះបើអ្នកមីងនៅតែបន្តមករ៉ារ៉ាំពួកខ្ញុំទៀតពួកខ្ញុំក៏នឹងចាត់ការតាមច្បាប់ដែរតើអាចទ្រាំបានយូរប៉ុណ្ណាទៀតប្រហែលជាលើកក្រោយនឹងក្លាយជាលើកចុងក្រោយហើយនេះគឺជាសោះសម្រាប់បើកកន្លែងទុកថ្នាំនិងកន្លែងគិតលុយចាប់ពីថ្ងៃនេះទៅរាល់ការសម្រេចចិត្តក្នុងជីសឹកខាងគឺស្ថិតលើអ្នកហើយអ្នកនាងលោកម្ចាស់សៀចំពោះរឿងសហការអាជីវកម្មទៅថ្ងៃមុខសូមតាក់ទងជាមួយម៉ូដោយផ្ទាល់ការសម្រេចចិត្តរបស់នាងក៏ដូចជាការសម្រេចចិត្តរបស់ខ្ញុំដែរអ្នកចង់ទៅណាខ្ញុំបានធ្វើអ្វីដែលគួរធ្វើរួចអស់ហើយផ្លូវដែលនៅសេសសល់អ្នករាល់គ្នាត្រូវតែបន្តដើរដោយខ្លួនឯងហើយចាប់ពីពេលដែលគ្មានអ្វីសោះរហូតមកដល់បច្ចុប្បន្នអ្វីទាំងអស់នេះគឺប្រើពេលតែប៉ុន្មានខែប៉ុណ្ណោះផ្លូវមួយខ្សែនេះមនុស្សទាំងនេះនិងការងារមួយនេះវាគឺជាអ្វីដែលមានន័យបំផុតក្នុងឆាកជីវិតរបស់ខ្ញុំអ្នកនាងពិសាសុខមួយចាននេះទៅដើម្បីឲ្យរាងកាយកក់ក្ដៅជឿម៉ូអរគុណអ្នកណាស់អ្នកដែលត្រូវនិយាយពីអរគុណគឺពួកខ្ញុំទេក្រោកឈរឲ្យត្រង់មកខ្ញុំធ្វើអ្វីទៅថ្ងៃមុខអ្នកទាំងអស់គ្នាគឺជាម្ចាស់លើខ្លួនឯងហើយលាមុនហើយតាអានលាមុនហើយស្រីរបស់ខ្ញុំចប់ហើយកញ្ចក់វាបិទចិត្តពិតមែនហើយគ្រាន់តែផ្ដាសាយធម្មតាប៉ុណ្ណោះមិនធ្ងន់ធ្ងរទេខ្ញុំនឹងចេញថ្នាំឲ្យលេប3ថ្ងៃលេបឲ្យទៀងពេលទៅនឹងជាហើយលោកគ្រូពេទ្យស៊ូតម្លៃព្យាបាលនៅទីនេះពិតជាថោកណាស់អ្នកនៅជិតខាងនេះនិយាយថាលោកគ្រូគឺជាព្រះរស់មិនមែនជាព្រះទេគ្រាន់តែជាគ្រូពេទ្យម្នាក់ប៉ុណ្ណោះអ្នកបន្ទាប់កាលពី3ឆ្នាំមុនខ្ញុំធ្លាប់សួរខ្លួនឯងថាឆាកជីវិតរបស់ខ្ញុំគឺមានតែប៉ុណ្ណេះមែនទេឥឡូវនេះខ្ញុំអាចឆ្លើយបានហើយថាមិនមែនទេវាសនារបស់មនុស្សមិនដែលត្រូវបានកំណត់ទុកជាមុនឡើយឲ្យតែអ្នកហ៊ានឈានជើងចេញទៅអរគុណអ្នក